សួស្តីមកកាន់វីដេអូទៅហាណូយវគ្គ2តពីវីដេអូមុនខ្ញុំបានដើរតាមផ្លូវចឹងទៅក៏ឃើញមានវត្តមួយតំណងក៏ចូលទៅមើលចឹងណាអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំចៃដន្យដែរថ្ងៃនេះប៉ះថ្ងៃសិលទៅយើងក៏ឃើញមានមនុស្សជាច្រើនដែលគាត់មកបន់ស្រន់អីចឹងណាហើយនៅហាណូយនោះគឺសម្បូរវត្តហើយអ្នកទាំងអស់គ្នាវត្តទូចចឹងណាហើយអ្នកទាំងអស់គ្នាខ្ញុំភ្ញាក់ផ្អើលជាងគេគឺក្រូចថ្លុងដឹងជាក្រូចដឹងជាអីទេប៉ុន្តែធំសាហាវហ្មងដំបូងខ្ញុំស្មានតែជ័រអ្នកទាំងអស់គ្នាមើលពណ៌លឿងស្រស់ហ្មងទោះទៅដល់ណាក៏ដោយក៏ខ្ញុំនៅតែព្យាយាមគោរពដែរចឹងហើយជឿកុំប្រមាទចឹងហើយខ្ញុំទៅណាក៏ខ្ញុំបន់ស្រន់ដែរមានសុំអីច្រើនទេគាត់ថាយើងទៅណាមកណាសុំតែខ្សិចខ្សក់អីចឹងទៅចឹងខ្ញុំចេញពីវត្តហ្នឹងខ្ញុំក៏ទៅវិហារមួយវិហារបែបកាតូលិកចឹងណាអ្នកទាំងអស់គ្នាហើយគេហៅជូសេបវិហារជូសេបហើយនៅហ្នឹងគឺមានប៉មភ្លោះ2ដែលមានកម្ពស់31ម៉ែត្រអ្នកទាំងអស់គ្នាហើយវិហារហ្នឹងគឺសាងសង់មកយូរហើយតាំងពីឆ្នាំ1886មកដល់ឥឡូវចឹងណាអាចថាវិហារមួយដែលបុរាណចឹងទៅហើយកន្លែងហ្នឹងគឺជាកន្លែងដែលទិសដៅអ្នកទេសចរគេក៏មកថតរូបនៅនឹងហ្មងណាចឹងហើយបើសិនជាបានទៅហាណូយកុំភ្លេចមកថតរូបនៅវិហារកាតូលិកហ្នឹងហើយនេះខ្ញុំដើរឆ្វែមកជុំវិញកន្លែងហ្នឹងណាហើយកន្លែងហ្នឹងគឺជាកន្លែងមួយដែលទីប្រជុំជនរបស់គេនឹងមកហ្មងណាហើយសម្បូរគេលក់អីនៅជុំវិញហ្នឹងច្រើនណាខ្ញុំមិនដឹងថានៅក្នុងវិហារហ្នឹងគេឲ្យចូលមើលអត់ទេណាប៉ុន្តែដូចជាអត់ទេហើយនេះគ្រាន់ខ្ញុំដើរឆ្វែជុំវិញបរិវេណវិហារហ្នឹងទេហើយវិហារគេនឹងធំណាស់អ្នកទាំងអស់គ្នាហើយថ្ងៃដែលខ្ញុំទៅនឹងគឺភ្លៀងស្រិចទៀតណាហើយត្រជាក់ហើយអត់សូវមានមនុស្សទេថ្ងៃដែលខ្ញុំទៅនឹងចឹងដោយសារខ្ញុំចេញពីវិហារនឹងប្រហែលជាបាយថ្ងៃហើយចឹងហើយក៏ខ្ញុំមករកអីញ៉ាំចឹងទៅហើយក៏មកញ៉ាំបបរគេចឹងណាតែបបរគេនេះប្លែកណាអ្នកនរគ្នាមើលសាច់អង្គគេឡើងកិនដូចម្សៅចឹងឡើងប៉ែកហើយមានឆាខ្វៃមានសាច់ផាត់អីចឹងណាប៉ុន្តែឆ្ងាញ់អ្នកនរគ្នាហើយតម្លៃធូរថ្លៃទៀតចឹងដំណើរកម្សាន្តខ្ញុំនៅហាណូយនេះគឺខ្ញុំដើរអត់ទាន់អស់ទេចឹងតថ្ងៃខ្ញុំមកពីសាប៉ាវិញបាទខ្ញុំមិនដើរនៅនឹងបន្តទៀតមុនឡើងយន្តហោះចឹងហើយខ្ញុំសរសើរស្រុកគេមួយអ្នកនរគ្នាឡានគេនេះគេមកយកយើងដល់អូតែលអ្នកនរគ្នាបន្ទាប់មកមិនគេដាក់យើងចូលឡានធំនឹងហើយយើងជិះទៅតែម្ដងហើយឡានគេឡើងទំនើបប៉ុន្តែអាតេលេម៉ាសាខ្ញុំនឹងគឺវាអត់មានដំណើរការទេឡើងចឹងវីដេអូនេះខ្ញុំថតតាំងពីឆ្នាំ2024ចឹងដោយសារខ្ញុំស្ដាយវីដេអូចឹងទៅក៏ខ្ញុំព្យាយាមកាត់ហើយពេលនោះខ្ញុំអត់សូវចេះថតវីដេអូទេចឹងវារៀងក្លុកចឹងទៅហើយខ្ញុំជឿជាក់ថាអ្នកនរគ្នានឹងតាមដាននៅវីដេអូបន្ទាប់ទៀតដែលខ្ញុំទៅលេងសាប៉ាហើយវីដេអូបន្ទាប់ដែលខ្ញុំទៅលេងសាប៉ាហ្នឹងខ្ញុំនិយាយមែនគឺជាកន្លែងមួយដែលស្រស់ស្អាតបំផុតដែលខ្ញុំពេញចិត្តហើយនឹកឃើញហើយចង់ទៅទៀតចឹងជួបគ្នានៅវីដេអូបន្ទាប់ណាបាយបាយ